បាទជំរាបសួរបងប្អូនបាទនេះជាទស្សនវិជ្ជាទុរេនដាំលើដីសបងប្អូនណាបាទហើយបងប្អូនមើលនេះស្មៅបាទជាទូទៅបងប្អូនមួយចំនួនតែងតែយល់ថាការដែលទុកស្មៅក្នុងចំការទុរេនគឺធ្វើឲ្យស្មៅដណ្ដើមជីអញ្ចឹងចំណុចនេះវាមិនខុសទេប៉ុន្តែស្មៅនេះខ្ញុំមើលទៅវាមានគុណសម្បត្តិច្រើនវិញដែរនៅពេលដែលស្មៅដុះវែងបែបហ្នឹងបងប្អូនប្រើត្រាក់ទ័រឬក៏ប្រើម៉ាស៊ីនកាត់វាបន្ទាប់មកស្មៅនេះជ្រុះទៅវានឹងคลายទៅជាជីទៅវិញជាគម្របដីល្អទៅវិញហើយបើយើងមើលពីទស្សនវិជ្ជានេះទោះបីបើយើងដាក់ទឹកក៏ដីនឹងមិនងាយហាប់ដែរហើយបើភ្លៀងក៏ដីនឹងមិនងាយហាប់ដែរកត្តាសំខាន់ការដែលបងប្អូនដាំទុរេនធ្វើយ៉ាងម៉េចកន្លែងដាំហ្នឹងឲ្យជាប្រភេទដីខ្នងដើកឬក៏ដូចខ្ទះថ្នោតផ្កាប់កាលណាដីទួលខ្ពស់បែបហ្នឹងវាធ្វើឲ្យចម្រោះស្រស់ទឹកបានល្អអញ្ចឹងហើយស្មៅនេះយើងទុកគ្រាន់តែជាគម្របដីការពារកម្ដៅដុតបំផ្លាញឬស្បៃរបស់ទុរេនក៏ដូចជាការពារដីកុំឲ្យហាប់ដោយសារការដាក់ទឹកញឹកញយក៏ដូចជាភ្លៀងបាទអញ្ចឹងទេបងប្អូនអាចសង្កេតបានប្រសិនបើទីណាមួយដែលមិនមានស្មៅណាទុរេនណាក៏ដោយកន្លែងណាដែលដីអាលីងឆាញ់មិនមានស្មៅទុរេននេះខ្ញុំគិតថាសុខភាពអត់ល្អហ្មងទេបាទសុខភាពអត់ល្អហ្មងទេនឹងមានជំងឺច្រើនហើយក៏វាហាប់បាទដីវាហាប់ខ្លាំងកាលណាដីហាប់ឬខ្សោយកាលណាឬខ្សោយហើយធ្វើឲ្យដំណាំនេះមិនអាចលូតលាស់បានល្អប្រសើរទេចំពោះដីដែលស្មៅទ្រុបទ្រុលបែបនេះបន្ទាប់ពីបងប្អូនកាត់ស្មៅខ្លីហើយបងប្អូនព្រាចជីបន្តិចទៅជាពិសេសបងប្អូនអាចធ្វើជីកប៉ុសពុកផុយដោយខ្លួនឯងក្នុងជីកប៉ុសនោះអ្វីដែលល្អបំផុតសម្រាប់ដំណាំទុរេននេះគឺពពួកធ្យូងបាទជាពិសេសគឺធ្យូងកាមបងប្អូនណាបាទយើងដុតប្រហែលជាឆេះកាមប្រហែលជា 70% ទៅកុំឲ្យខ្លាចជាផេះណាឲ្យនៅជាកាមខ្លះក្រៅពីហ្នឹងជាធ្យូងកាមអញ្ចឹងលាយជាមួយនឹងលាមកសัตว์ពុកផុយជាពិសេសអាចគោបាទលាយមួយដីល្បាប់មីក្រូធាតុបន្ថែមទៀតយើងព្រាចវាបន្តិចទៅវានឹងធ្វើឲ្យដីនឹងធូរល្អធ្វើឲ្យដីនឹងคล้ายទៅជាដីកប៉ុសដីមមួកអញ្ចឹងហើយរឹសដំណាំរឹសស្បៃរបស់វានឹងមានការចេញមកចាប់យកជីបានល្អបាទហើយរក្សាលំនឹងpHបានទៀតក្រៅពីហ្នឹងនៅមានគុណសម្បត្តិការពារជំងឺផ្សេងៗបានមួយចំនួនផងដែរហើយបើបងប្អូនចង់ឲ្យវាមានការលូតលាស់សន្ទុះក្នុងវគ្គមួយបងប្អូនប្រើជីគីមីជួយបាទថ្មីត្បិតតែទុរេនមិនត្រូវការគីមីសុទ្ធមែនប៉ុន្តែក៏វាត្រូវការជីគីមីជួយដែរបាទត្រូវការជីគីមីជួយដែរបើយើងដាក់តែធម្មជាតិសុទ្ធវាអាចលូតលាស់បានល្អប្រសើរទេបាទយើងត្រូវជួយជំរុញវាប្រើជីគីមីជួយជំរុញវាបាទជាក់ស្ដែងដូចនេះយើងព្រាចជីគីមីបន្តិចទៅអញ្ចឹងវាធ្វើឲ្យវាមានសន្ទុះល្អបាទធ្វើឲ្យមានសន្ទុះល្អណាបងប្អូនមើលនេះស្លឹកតិចទៀតដល់ថ្ងៃកាត់ហើយស្មៅនេះបាទបងប្អូនមើលដើមដងវាស្លឹកហើយការដាំទុរេនបងប្អូនត្រូវតែឧស្សាហ៍ពិនិត្យមើលដើមមែកបាទជាពិសេសធ្វើយ៉ាងណាកុំឲ្យមានដួងបំផ្លាញអសោះពីព្រោះដំណាំមួយនេះផ្លែនៅនឹងមែកកាលណាខូចមែកគឺមិនមែនខូចម្ដងហ្នឹងចប់ទេឧទាហរណ៍ថាមែកមួយហ្នឹងផ្លែមួយជីវិតទុរេនហ្នឹងឧទាហរណ៍មួយមែកហ្នឹង5ផ្លែចុះវាខូចបាត់ហើយមួយជីវិតទុរេនហ្នឹងប្រហែលផ្លែឃើញទេអញ្ចឹងដោយសារតែការបំផ្លាញពីដួងតែមួយទេអាចធ្វើឲ្យបាត់ផលមិនចេះតិចមួយជីវិតនៃមែកហ្នឹងគឺច្រើនអញ្ចឹងត្រង់នេះគ្រាន់ជាព័ត៌មានខ្លះជម្រាបជូនបងប្អូនបាទគ្រាន់ថាយ៉ាងណាក៏ដោយជួនកាលរឿងខ្លះរឿងដឹងហើយតែយើងធ្វើវាមិនបានបាទនេះបងប្អូនមើលបាទអរគុណបងប្អូនបាទគ្រាន់ជម្រាបជូនបងប្អូនបានប៉ុណ្ណឹងបាទ